បាទអញ្ញាគ្រប់ជិតស៊ូក៏សួស្តីទៅកាន់អ្នកមើលស្រីសូមគ្រប់បងប្អូនដែលរស់នៅក្នុងប្រទេសក្រៅប្រទេសទីគ្រប់រាប់អានបងប្អូនបាទខ្ញុំទៅចេញពីយាមមិញបងប្អូនយាមម៉ោង4ដល់ម៉ោង6ភ្លឺបងប្អូនអត់តលៀមមុខទេបងប្អូនបាទហើយអាកាសធាតុនៅខាងខ្ញុំរាំងភ្លៀងបានមួយថ្ងៃបងប្អូនបាទថ្ងៃនេះគឺខ្យល់ធម្មតាបងប្អូននេះពេលខ្យល់ស្ងាត់ខ្យល់មិញខ្យល់មានអីឥឡូវស្ងាត់មកវិញហើយវីដេអូនេះអត់មានអីទេបងប្អូនបាទហើយដូចជាមួយថ្ងៃពីរថ្ងៃទៀតពួកខ្ញុំនឹងរៀបចំរៃលុយគ្នាដើម្បីសែនចាស់ទឹកម្ចាស់ដីដោយសារយើងធ្វើលៀនឋានឲ្យមួយចំនួនអញ្ចឹងនឹងឲ្យខាងពួកខ្ញុំចុះទៅទិញក្បាលជ្រូកដើម្បីសែនយើងរៃគ្នាបងប្អូនណាដើម្បីសុំសេចក្តីសុខចាស់ទឹកម្ចាស់ដីអញ្ចឹងណាហើយបងប្អូនមួយចំនួនគាត់ថាខ្ញុំឈរជើងនៅណាខ្ញុំឈរជើងនៅទិសទី1បងប្អូនបាទតែខ្ញុំមិនអាចប្រាប់ទីតាំងបានទេព្រោះជាការសម្ងាត់របស់កងទ័ពតែប៉ុន្តែខ្ញុំមិនមែននៅជួរមុខទេបងប្អូនបាទខ្ញុំនៅទល់មុខថៃតែម្ដងគឺ30ម៉ែត្រពីគ្នាទេបងប្អូនហើយគឺពេលខ្ញុំថតខ្ញុំអីគឺខ្ញុំមិនថតនៅចិត្តទេបងប្អូនខ្ញុំថតឆ្ងាយពីទីតាំងកុំឲ្យប៉ះពាល់អញ្ចឹងគឺខ្ញុំថតនៅតែក្នុងព្រៃទេអញ្ចឹងបើសិនជាបងប្អូនដែលចង់ចូលរួមបងប្អូនអាចចូលរួមបានបងប្អូនបាទខ្ញុំនឹងរៀបពួកមេខ្ញុំគាត់នឹងរៀបចំសែនសុំសេចក្តីសុខម្ចាស់ទឹកម្ចាស់ដីអញ្ចឹងយើងរៃគ្នាបន្តិចបន្តួចអញ្ចឹងណាហើយបងប្អូនដែលចង់ចូលរួមអាចចូលរួមបានយើងទិញក្បាលជ្រូកដើម្បីមកសែនសុំសេចក្តីសុខដោយសារយើងធ្វើលៀនឋានរួចមួយចំនួនហើយអញ្ចឹងគឺប្រពៃណីខ្មែរយើងគឺមានតែប៉ុណ្្នឹងឯងវីដេអូនេះអត់មានអីច្រើនបងប្អូនបាទជម្រាបលាជូនពរបងប្អូនសុខសប្បាយសូមទេវតាឆ្នាំថ្មីតាមវិបាច់ថែរក្សាកងកម្លាំងយើងបដិបុត្រទាំងអស់តាមព្រំដែនខ្ញុំថាគេចាប់ពីកោះកុងមកមានអីបារមីគេគុនឆាងគុនផានអញ្ចឹងទៅមកបាត់ដំបងអញ្ចឹងអ្នកតាដំបងកញុងអញ្ចឹងទៅនៅខាងពទាមិនចៃអត់ស្គាល់ទេបងប្អូនទាញចត់ស្គាល់ទេតែបើនៅខាងលងវែងយើងឧត្តមចៃនោះគឺម្សាខ្ញុំធ្វើការនៅជាប់ស្ងាមគឺខ្លាំងមែនគឺបារមីលោកយាយម៉ៅនៅច្រកជាប់ស្ងាមហ្នឹងគឺខ្លាំងកែស័ក្តិសិទ្ធិមែនទែនអញ្ចឹងគឺជាអបិយជំនឿយើងមិនជឿកុំប្រមាថបងប្អូនអញ្ចឹងហើយនៅខាងព្រះវិហារយើងគឺបារមីលោកតាឌីគាត់ប្រកែស័ក្តិសិទ្ធិសាសនាអីក៏ល្អដែរបងប្អូនតែយើងគ្រប់បូជាវីដេអូនេះឲ្យមានច្រើនទេបងប្អូនបាទអញ្ចឹងបងប្អូនដែលចង់ចូលរួមអាចចូលរួមបានអញ្ចឹងពួកខ្ញុំនឹងរៃលុយគ្នាបន្តិចបន្តួចអញ្ចឹងដើម្បីទិញក្បាលជ្រូកមួយសែនដើម្បីសុំសេចក្តីសុខម្ចាស់ទឹកម្ចាស់ដីបាទវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងបងប្អូនតាមទឹកចិត្តបងប្អូនទេបើចង់ចូលរួមអាចចូលរួមបានអញ្ចឹងចង់ចូលឲ្យខ្ញុំដាក់នៅខាងលើនេះអរគុណច្រើនបងប្អូនជម្រាបលាជូនពរបងប្អូនសុខសប្បាយ